Group នឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់ក្នុងបណ្ដាញសង្គម YouTube ថ្ងៃនេះខ្ញុំបានចេញវីដេអូថ្មីទៀតមួយទៀតហើយគឺការមកដំឡើងទ្វារបងប្អូនណាយើងមកដំឡើងទ្វារចំនួន12វងជូនភ្ញៀវនៅជិតផ្ទះដែរទេក៏ធ្វើជាលក្ខណៈបន្ទប់ជួលអញ្ចឹងណាតែវា2ជាន់ហើយខាងក្រោមក៏ធ្វើជាម៉ាតនេះទ្វារក៏ទិញគេទេយើងមកដាក់ទៅឈ្នួលទេអានេះវា2ជាន់ធ្វើម៉ូត2ជាន់ចេះទ្វារមុខប៉ែតតែក្រោមនេះវាអត់បាន2ម៉ែត្រ10ក្រោមនេះបានតែ2ម៉ែត្រ5ហ៊ុន6ហ៊ុនទេនេះស្លាច់ចំនួន12វងបងប្អូនអានេះបានចេញវីដេអូចែកជូនបងប្អូនទស្សនាទៀតហើយអាខាងក្រោមនេះឆាត់ណា20បងប្អូនចន់លើនោះចន់ខាងលើនោះ8វងមានបន្ទប់ទឹកព្រោះនេះបន្ទប់ទឹកគាត់ដាក់បន្ទប់ទឹកភេទឈើផ្សេងទេយើងអត់បានដាក់ទ្វារទេទ្វារតែចន់ខាងលើអត់មានបន្ទប់ទឹកទេណានេះ4វងក្រោមចន់ទី2ចន់ខាងក្រោមគាត់ម៉ាតគាត់លក់ម៉ាតហើយនឹងហាងខ្វេសម្រាប់បានចេញវីដេអូចែកជូនបងប្អូនទស្សនា review ដែរបងប្អូនហើយចឹងហើយបងប្អូនកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងវីដេអូបងប្អូនណាបងប្អូនភ្លេចជួយ like comment ម្នាក់មួយផងយូរបានចេញវីដេអូម្ដងបងប្អូនអើយងាយបានធ្វើអីវីដេអូបានចេញវីដេអូម្ដងចែកជូនបងប្អូនទស្សនាសារយើងវ៉ាន់យើងអត់សូវបានធ្វើអញ្ចឹងយើងរវល់ការងារផ្សេងបន្តិចអានេះខាងក្នុងងឹតទីបងប្អូនណាបានបាក់ភ្លើងភ្លើងគាត់ប្រើជាលក្ខណៈកាតចេះដកកាតហើយនេះហ្នឹងហើយចាំមើល8វងទៀតចាំឡើងទៅចាំលើចាំថតជួបបងប្អូនទស្សនាបាទនេះចន់ខាងលើបងប្អូននេះបន្ទប់ទឹកអានេះទ្វារមុខបាទបន្ទប់មុខគេនេះ4វងខាងមុខបន្ទប់ទឹក4ដែរបាទនេះទឹកមួយទៀតនេះមួយទៀតបាទទៀតទុកទឹកនេះទ្វារចាស់របស់គាត់យើងកែថ្មីគាត់អេមនេះបាទពីក្នុងវាសាច់កណ្ដាញបងប្អូនណាភេទvừa vô một hốcវាមកប៉ែតទេយើងដាក់កដាលធំបាទនេះមេ15ទេមេនេះក៏បោះចាស់របស់គាត់ដែរធ្វើថ្មីយូរក៏ស្អាតហើយនេះមួយកយ៉ាបងប្អូនណារល 100% ហើយពីយើងពំដាសម្អាតនឹងកែសម្រួលតិចអូខេវីដេអូមានប៉ុណ្្នឹងទេវីដេអូដំឡើងទ្វារចំនួន12វងរួចហើយប៉ុណ្្នឹងហើយបងប្អូនកុំភ្លេចជួយចុច Subscribe វីដេអូនិង like វីដេអូនេះម្នាក់មួយផងអរគុណច្រើនវីដេអូមានប៉ុណ្្នឹងបាយបាយជម្រាបលា